នោះថាខូចចិត្តមែនបណ្ដោយខូចចិត្តមិនបងប្អូនបើគូទៅដឹងត្រូវគេចូលទៅដឹងស្រស់ឆ្ងល់យីម៉ាត់ដល់ហើយសម័យនេះហើយនៅបង្ខំកូនការទៀតធ្វើមើលនៅសម័យទុំទីបើនិយាយពីបងខ្យងវិញគេទៅណាតាមគេដល់ហើយបាត់មកជាហ៊ានទេបែបស្រឡាញ់គេឲ្យមើលទៅតែបើភាគនេះមិនតន់ស្រឡាញ់ក្រោយគង់តែស្រឡាញ់ទេព្រោះអីច្រងជើងរឿងគេដាក់ស្នេហា BL បណ្ណាណីពីតាមគេដល់ស្រែនេះមកតាមគេដល់កន្លែងទឹកជ្រោះរស់ត្រីទៀតនេះខ្ញុំចាំបានតាអូខ្ញុំចង់ហ៎សំខាន់អត់តែឆៃទឹកគាត់ហៅទឹកអីបាបងខ្ញុំចេះតាបកែអួតខ្លួនឯងមែនខ្យងមិនចេះហែទឹកផងអួតប្រាប់គេសុទ្ធចេះហែទឹកតាមទីទៀតនោះលងទឹកឥឡូវហើយបងសាអើយខ្ញុំចង់បានពេលទឹកផងមួយអីអាឡប់អើយទៅទូបងណាអាចចង់យើងនេះអញ្ចឹងហ៎បងខ្ញុំស្មានតែពេលទូខ្ញុំយកលេងទៅខូចមែនបងខ្យងគេឲ្យទៅរកត្រីនៅក្នុងបឹងហើយមកចាប់ត្រីផ្ទុកក្នុងខោហើយត្រីណាទៅនៅក្នុងខោបងប្អូនតែកុំឲ្យប្រកាន់គាត់អីព្រោះថាគាត់លេបឡប់ដូចទឹកកន្លះក្អមច្រឹកដូចគុណក្មេងដល់នេះគឺថាដល់ឈុតឆាកពិសេសហើយអស់ពីចាប់ត្រីផ្ទុកក្នុងខោគេឥឡូវមកលងទឹកអីណាបងប្អូនអត់យល់ខ្លួនឯងចេះហែទឹកផងហើយក៏ខំហ្នឹងគូឯងនឹងនេះហើយទៅភ័យអីបងប្អូនជឿខ្ញុំទៅរឿងគេមិនដែរឲ្យទួងមកសម្រាប់បងប្អូនណាដែលមិនតាន់បានមើលភាគហ្នឹងទេកុំភ្លេចចូលទៅមើលផងនៅក្នុង page ជាតូចរៀងឬក៏ YouTube ប៉ាជា team គឺថាចេញដល់ឈុតហ្នឹងណាបងប្អូនចាំទីជាមួយខ្ញុំទាំងអស់គ្នាថាភាគក្រោយហ្នឹងបងសាក់ក៏ជួយមកខ្យងបានឬក៏អត់ឬក៏សង្គ្រោះមកខ្យងបានហើយបងខ្យងមានការចងចាំឡើងវិញឬក៏ទៅជាយ៉ាងណាកុំភ្លេចតាមដានទាំងអស់គ្នាចិត្តតែមានហ្មងវាមិនដែរគ្រាន់តែលងទឹកហ្នឹងមានការចងចាំឡើងវិញតែថាមិនត្រូវដែររឿងគេបងប្អូន director ចង់ឲ្យមិនក៏បានដែរហើយភាគក្រោយនេះគឺថាមានប្លង់ពិសេសទៀតហើយបងប្អូនគឺថាបងដងគាត់បានមកជួបជាមួយនឹងបងស្នេហ៍អញ្ចឹងពេលដែលបានជួបហើយបើចង់ដឹងថាសាច់រឿងតទៅមុខយ៉ាងម៉េចកុំភ្លេចតាមដានទាំងអស់គ្នាណាបាយបាយ